อาดស្ដីបងប្អូនឥឡូវយើងមកធ្វើការរៀបចំដាក់ជីក្រូចយើងណាហ្នឹងហើយនេះចឹងយើងធ្វើការដាក់ជីយើងកាប់វាមកណាកាប់ជុំវិញមកចឹងយើងធ្វើការកាប់វាជុំវិញបងប្អូននេះចប់យើងណាចឹងយើងធ្វើការកាប់ជុំវិញណាបងប្អូនកាប់វាអញ្ចឹងណាបាទយើងធ្វើកាប់បានវាជុំវិញហើយដាក់មកសន្ទុះមកហត់ដែរហ្នឹងណាមកគុំមកហត់ហើយយើងធ្វើការកាប់ឆ្វែលជុំវិញគល់អញ្ចឹងណាចៅពីទឹកមកពីជុំវិញអញ្ចឹងមកហើយយើងធ្វើការរោយជីណាបងប្អូនរោយជីឲ្យគេ15ណាហ្នឹងហើយនេះជាការក្រូចយើងណានេះចឹងយើងយកជីមកធ្វើការដាក់វាណារំដៅយើងកាប់រៀងអញ្ចឹងណាហើយយើងដាក់អាចតែ1គុំ1គីឡូឬក៏1គីឡូកន្លះណាតាមទំហំដើមណាចឹងយើងធ្វើការដាក់ជីយកជីមកដាក់ណាចឹងនេះជីរបស់យើងគឺជី15ណាជី15យើងធ្វើការរោយវាជុំវិញគល់មកយើងរោយជុំវិញគល់តាមទំហំដើមណាហើយតាម1គីឡូឬក៏1គីឡូកន្លះហើយយើងធ្វើការលុបដីនឹងចូលចេញវិញណាចូលវិញហើយយើងធ្វើការលុបដីជុំវិញនឹងវិញណាហើយយកចប់ហើយយើងធ្វើការលុបវាចូលលុបហើយយើងជន់តិចទៅឲ្យវាខាប់វាណែនចឹងក្រូចយើងនឹងល្អណាបងប្អូនចឹងយើងលុបអញ្ចឹងណាលុបជុំវិញអញ្ចឹងចឹងយើងធ្វើការលុបរួចហើយណាយើងដាក់ជីរួចហើយយើងធ្វើការលុបពូនវាមកអញ្ចឹងវិញណាបងប្អូនហ្នឹងហើយហើយយើងធ្វើការលុបវាចិត្តណាពេលភ្លៀងពេលអីសាមកគឺវាល្អណាតែយើងដាក់ខាងក្រៅរយខាងក្រៅវាអត់ល្អទេដោយសារជីនៅហ្នឹងស្មៅវាស្រូបយើងធ្វើការកំចេះវាអត់ហើរជីដែរអញ្ចឹងណាហើយវាយើងហើយយើងកប់បន្តពីកប់ជីហើយយើងចង់បានល្អទៀតយើងបាញ់ថ្នាំក្តាមណាបងប្អូនដាក់ថ្នាំក្តាមមួយអាទិត្យម្ដងទៅបាញ់កន្លះខែទៅវានឹងល្អណាបងប្អូនបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូដាក់ជីក្រូចទេបងប្អូន